Ba này phục mai bóng phổ ngày nayក្រុមហ៊ុន Oppo បានបិទនៅខេត្តបាត់ផ្សាយនៅផលិតផលថ្មីរបស់ខ្លួនបាទនៅតាមហាងនានានៅក្នុងប្រទេសកម្ពុជាហើយនៅក្នុងហាងខ្ញុំហ្នឹងក៏មានបិទនៅខេត្តបាត់ផ្សព្វផ្សាយអំពីផលិតផលថ្មីរបស់គាត់ផងដែរដែលផលិតផលថ្មីរបស់គាត់នោះគឺមានឈ្មោះថា Oppo A5 Pro Oppo A5 Pro នេះគឺវាមកជាមួយនឹងសមត្ថភាពបាទស្ដាប់ទៅរៀងខ្លាំងគួរសមដែលបងប្អូនអរគ្នាគួរដឹងដែរហើយមានចំណុចខ្លះដែលធ្វើឲ្យខ្ញុំពេញចិត្តច្រើនដែរជាមួយនឹង Oppo A5 Pro នេះដោយសារ Oppo A5 Pro នេះវាមានសមត្ថភាពខ្លាំងជាង Oppo A5 ធម្មតាពាក្យថា Pro គឺវា professional ហើយបងប្អូនអរគ្នាហើយ Oppo A5 Pro នេះវាមកជាមួយនឹងសមត្ថភាពរបស់វាខ្លាំងដែលយើងអាចកត់សម្គាល់បានហើយវាមានរូបភាពរបស់វាដាក់មកដែរហើយបែកធ្លាយនៅស្ពេចមួយចំនួនដល់ពុកម៉ែបងប្អូនផងដែរហើយយើងក៏លេងមកផ្លែទៅយើងឃើញថា Oppo A5 Pro នេះគឺយកដាក់ក្នុងឆ្នាំងស៊ុបតាមពិតយើងទិញទៅមិនមែនយកវាទៅស្ងោរស៊ុបទេគឺវាមានន័យថានៅក្នុងនេះគឺវាមានន័យពីរន័យទី1គឺតាក់ទងជាមួយនឹងវាធន់ទៅនឹងកម្ដៅកម្ដៅឆ្នាំងស៊ុបហ្នឹងគឺធន់រហូតដល់100អង្សាសេនេះបើតាមការអួតរបស់ក្រុមហ៊ុនហើយចំណុចមួយទៀតគឺវាស៊ូនៅក្នុងទឹកបាទវាធន់ជាមួយនឹងការចូលទឹកបាទអញ្ចឹងរូបភាពនេះគឺបង្កប់នៅពីអត្ថន័យប៉ុណ្ណឹងហើយចំពោះ Oppo A5 Pro នេះគឺវាមានកម្លាំងថាមពលថ្មរហូតដល់ 5800 មីលីអ៊ំពែហើយវាមានកម្លាំងសាកថ្ម45វ៉ាត់អញ្ចឹងថ្មធំសាកថ្មលឿនហើយចំណុចពិសេសមួយទៀតដែលខ្ញុំបានប្រាប់អ្នកនរគ្នាមុននេះតិចដែរគឺ Oppo A5 Pro នេះគឺវាមានអាវក្រោះការពារជំរាបទឹកពេញលេញមានន័យពេញលក្ខណៈរបស់វាតែម្ដងគឺIP69 ដោយតកូ Reno 13 series អញ្ចឹងដែរគឺវាអាចមុជទឹកបានវាអាចលេងទឹកបានវាអាចថតរូបថតអីក្នុងទឹកបានអញ្ចឹងទៅគឺវាជាប្រព័ន្ធការពារកម្រិតកម្ពស់របស់ smartphone នានាបាទអញ្ចឹងវាយកមកពាក់នៅលើ Oppo A5 Pro នេះដែលវាមានតម្លៃពីជម្រើសសម្រាប់អ្នកនរគ្នាគឺ100ក្រាស់ហើយនឹង200ស្ដើងសម្រាប់បងប្អូនអរគ្នាដែលត្រូវការ Oppo A5 Pro បាទអញ្ចឹងវាត្រូវនឹងបច្ចុប្បន្នភាពរបស់យើងហើយយើងចិត្តចូលឆ្នាំដែរហើយអញ្ចឹង Oppo A5 Pro នេះគឺអត់បារម្ភនៅក្នុងការប្រើប្រាស់វាទេត្រូវទឹកយ៉ាងណាក៏ដោយចេះទឹកសាច់ទឹកលាបម្សៅលាបអីយ៉ាងម៉េចក៏ដោយក៏វាធន់នៅក្នុងការប្រើប្រាស់ដែរអញ្ចឹងចំណុចនេះខ្ញុំពេញចិត្តបាទហើយបើសិនបើបងប្អូនទាំងអស់គ្នាត្រូវការ model ថ្មីផ្សេងទៀតក៏មានដែរនៅក្នុងហាងសេឡា Oppo មានគ្រប់ស៊េរីទាំងអស់ចាប់ផ្ដើមពី$109រហូតដល់200-300ជាងអីចឹងទៅបាទណានៅសល់600ជាងក៏មានដែរបាទអញ្ចឹងបងប្អូនអរគ្នាបើមានតម្រូវការសូមកុំភ្លេចតាក់ទងមកហាងសេឡានៅផ្សារណន្តទឹកបាទអរគុណ